បាទគេមកទៀតហើយបងប្អូនតាក់ទងជាមួយនឹងកីឡាករ Bento របស់ប្រទេសប្រេស៊ីល poster របស់បងពីលុតគឺបានបង្ហាញច្បាស់ហើយ Bento គឺនឹងត្រូវប៉ះជាមួយនឹងកីឡាករស៊ឺគ្រប់ដែលជាកូនសិស្សរបស់លោកគ្រូ Son Elite ដែលវឹកហាត់នៅក្នុងក្លឹបស្របស្រួយគុនខ្មែរនាពេលបច្ចុប្បន្ននេះអញ្ចឹងតាក់ទងទៅនឹងកីឡាករទាំងពីរនេះគឺស័ក្តិសមបងប្អូនបើយើងកលេចទៅកីឡាករស៊ឺគ្រប់ទោះបីជាបទពិសោធន៍តិចប៉ុន្តែបើយើងកលេចទៅកីឡាករទម្ងន់ធ្ងន់កម្ពុជារបស់យើងក៏គាត់ហូបច្រើនដែរបងប្អូនដូចជាកីឡាករថៃរ៉េតដូចជាកីឡាករធុនរទ្ធីក៏គាត់ធ្លាប់ហូបដែរអញ្ចឹងគីឡូធ្ងន់កម្ពុជារបស់យើងគឺគាត់ហូបអ្នកល្បីច្រើនគូសមបងប្អូនយើងងាកទៅកីឡាករបេនតូបើនិយាយពីប្រវត្តិប៉ះជាមួយនឹងកីឡាករគុនខ្មែររបស់យើងគឺគាត់ប៉ះច្រើនគាត់ធ្លាប់ជួបធឿនតារាធ្លាប់ជួបបងធំកៅរំចង់ធ្លាប់ជួបជាមួយនឹងកីឡាករម៉ូទេសាក៏ដូចជាកីឡាករឈឿនល្បីជាដើមហើយមកប្រកួតចុងក្រោយរបស់គាត់គឺគាត់បានយកឈ្នះទៅលើកីឡាករគុនខ្មែររបស់យើងមួយរូបដែរគឺខំនិករាជបងប្អូនបាទអញ្ចឹងសម្រាប់កីឡាករបេនតូមកលើកនេះប្រហែលជាមិនជាស្រួលប្រហែលទេបងប្អូនប៉ះជាមួយនឹងស៊ឺគ្រប់ជាប្រភេទកីឡាករឆ្វេងហ្វេនអាវុធរបស់គេធ្ងន់ទាំងទាត់ទាំងម៉ាត់គឺធ្ងន់សម្រាប់កីឡាករស៊ឺគ្រប់នេះដោយបងប្អូនបានឃើញហើយគេធ្លាប់ទាត់ធនរទ្ធីឲ្យបោះបង់ការប្រកួតធ្លាប់ផ្ដួលកីឡាករថៃរ៉េតរហូតដល់2លើកអញ្ចឹងផ្លែអាវុធរបស់គេឆ្វេងហ្វេននេះគឺធ្ងន់ទាំងដៃទាំងជើងប៉ុន្តែយើងនិយាយទៅកីឡាករបេនតូជាកីឡាករមួយរូបដែលបិទស្អាតបងប្អូនបិទស្អាតហើយបើលេងគីវិញគឺបេនតូនេះគឺជង្គង់កែងមកគេល្អចាប់ស្អាតសម្រាប់បេនតូអញ្ចឹងគូនេះបើដាក់កងចេញបរៀមខ្ញុំបាទគិតថាស៊ឺគ្រប់គាត់រៀងកែមជាងតែបើលេងកងធំអាចនឹងយ៉ាប់របស់បេនតូសម្រាប់មួយគូនេះម្នាក់ល្អប្រយោម្នាក់ល្អគីបាទនេះគ្រាន់តែជាការវិភាគក៏ដូចជាការមើលឃើញមួយចំណុចតូចរបស់ខ្ញុំបាទទេហើយសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនយល់ឃើញបែបណានោះអាចចូលរួមធ្វើការ comment បញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានចូលមកស្ដាប់ក៏ដូចជាទស្សនាកុំភ្លេចជួយ Subscribe ក្នុង Channel YouTube និង Follow Page ថ្មី Admin ម្នាក់មួយផងជួបគ្នាវីដេអូថ្មីក្រោយទៀត